នៅព្រឹកព្រលឹមក្រោយថ្ងៃរះឪពុកម្នាក់និងកូនប្រុសរបស់គាត់បានជិះសត្វលាចេញដំណើរទៅទីក្រុងដំបូងឪពុកជិះខ្នងលាទុកឲ្យកូនប្រុសដើរពេលដើរកាត់ភូមិមួយមនុស្សម្នាខ្សឹបខ្សៀវគ្នាថាឪពុកម្នាក់នេះអាត្មានិយមណាស់បរិសធំជិះខ្នងលាឯកូនក្មេងបណ្ដើរដោយមានអារម្មណ៍មិនល្អឪពុកក៏ឲ្យកូនឡើងជិះជំនួសវិញមិនយូរប៉ុន្មានអ្នកខ្លះទៀតបានខ្សឹបខ្សៀវបន្តទៀតថាកូនប្រុសមិនគោរពឪពុកខ្លួនក្មេងទេឡើងជិះហើយឲ្យឪពុកដើរដូច្នេះពួកគេទាំងពីរបានឡើងជិះលើសត្វលាទាំងពីរអ្នកម្ដងប៉ុន្តែការនិយាយរបស់អ្នកស្រុកកាន់តែច្រើនដោយម្ដងនេះបាននិយាយថាឲ្យសត្វលាដល់កំសត់មិនដេចក៏ខុសខើម្លេះឲ្យគ្នាដឹកមនុស្សដល់ទៅ2នាក់ដែលមានអារម្មណ៍ថាហត់ចិត្តពួកគេទាំងពីរក៏ចុះទៅបណ្ដើរសត្វលាទាំងអស់គ្នាហើយជាថ្មីម្ដងទៀតមនុស្សម្នាបានសើចចំអកមនុស្សល្ងីល្ងើពួកគេមានសត្វលាជិះហើយប៉ុន្តែនៅតែដើរលុះដល់ក្រុងបន្ទាប់ពួកគេនឿយហត់មិនមែនមកពីការដើរនោះទេប៉ុន្តែមកពីការព្យាយាមផ្គប់ចិត្តអ្នករាល់គ្នានៅតាមផ្លូវនេះជាការពិតមិនថាអ្នកធ្វើអ្វីក៏ដោយតែងតែមានអ្នកនិយាយអញ្ចេះអ្នកនិយាយអញ្ចោះបើអ្នករស់នៅដើម្បីបំពេញចិត្តអ្នកដទៃអ្នកនឹងបាត់បង់ខ្លួនឯងត្រូវដើរតាមផ្លូវរបស់អ្នកប្រកបដោយមោទនភាព